និយាយមែនទូរស័ព្ទលំដាប់ថវិការបស់ Samsung ភាគច្រើនគឺមានរចនាប័ទ្មមិនចាញ់ទូរស័ព្ទកំពូលរបស់ខ្លួនទេដូចជា Samsung Galaxy A17 ដែលខ្ញុំកាន់នៅក្នុងដៃរបស់ខ្ញុំនេះជាដើមវាបានមកពាក់មកជាមួយនឹងកាមេរ៉ាដល់ទៅ3គ្រាប់ lens goal ទំហំ50 megapixel មាន Google Gemini មកលើនឹងស្រាប់ទៀតចង់ធ្វើរូប AI បែបនេះក៏បានដែរឬក៏យើងអាចធ្វើការសាកសួរកាន់តែងាយមែនទែនទំហំថ្មក៏មិនតូចដែរដល់ទៅ 5000 mAh ហើយនៅលើនេះក៏រត់ដោយ One UI 7 ចំនួនថ្មីដែរចេញពីប្រអប់ស្រេចតែម្ដងខ្ញុំសូមនិយាយតាក់ទងជម្រើសពណ៌ទៅមុនសម្រាប់ Samsung Galaxy A17 នេះគាត់មានជម្រើសពណ៌ដល់ទៅ3ខៀវប្រផេះហើយនិងពណ៌ខ្មៅជ្រុងទាំង4នៃទូរស័ព្ទនេះកាត់មូលបានស្អាតហើយរង្វង់កាមេរ៉ាក៏ស្តៀងទៅនឹងពពួក A series ដែរគ្រាន់តែ lens លើនេះគឺគេដាក់ជាប់គ្នាតែមួយណាពេលកាន់ភ្លាមនិយាយមែនមិនចាញ់ទូរស័ព្ទតម្លៃប៉ុនប្រហែលទេតែខាងក្រោយនេះបើទោះបីជាវាមិនមែនជាលោហៈក៏ដោយតែគេបានមកពាក់មកជាមួយនឹង glass fiber ដែលវាមានសភាពធន់ខ្លាំងទូខ្លួនរបស់ Samsung Galaxy A17 នេះក៏មកពាក់មកជាមួយនឹងប្រព័ន្ធការពារទឹកនិងធូលី IP54 ដែរជាមួយក្នុងករណីយើងកំពប់ទឹកលើឬក៏សាច់ទឹកប៉ះអីហ្នឹងយើងអត់ជាបារម្ភទេដោយសារតែវាធន់មួយជុំតែម្ដងអេក្រង់ខាងមុខនេះទំហំ 6.7 អ៊ីនដែលមានការបង្ហាញច្បាស់ល្អ Full HD Plus Super AMOLED និងមាន refresh rate ដល់ទៅ90 Hz អេក្រង់នេះវាជាអេក្រង់ AMOLED អញ្ចឹងមានន័យថាវាអាចបង្ហាញរូបភាពបានដិតល្អជាពិសេសផ្នែកបង្កើតនៃវីដេអូក៏វាមិនជះពន្លឺខ្លាំងពេកដែរវាមានភាពស្រទន់ហើយពណ៌ក៏ស្រស់សាច់រូបភាពក៏ម៉ត់ដូចគ្នាការលេងហ្គេមនៅលើទូរស័ព្ទលំដាប់ថវិការបស់ Samsung នេះខ្ញុំឃើញថាវារអិលគួរសមហើយព្រមជាមួយទំហំថ្មធំ 5000 mAh ទៀតយើងអាចប្រើប្រាស់បានដល់ទៅមួយថ្ងៃពេញអត់ជាបញ្ហាទេទាំងការលេងបណ្ដាញសង្គមមើលវីដេអូនិងរត់ហ្គេមជាដើមតាមអ្វីដែល Samsung ក៏បានបញ្ជាក់វាអាចរស់បានទៅដល់11ម៉ោងជាងមួយករណីដែលយើងប្រើប្រាស់ជាប់តែម្ដងហើយសម្រាប់ការប្រើប្រាស់ទៅលើការ call បានដល់ទៅ27ម៉ោង អូស web browser 8ម៉ោងហើយនឹងមើលវីដេអូជាប់ដល់ទៅជាង13ម៉ោងផងដែរអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅលើនេះគឺតកតងនឹងមុខងារ AI ដែលសារតែ Samsung ក៏បានមកពាក់មកជាមួយនឹង Google Gemini Live នៅលើ A17 នេះផ្ទាល់អញ្ចឹងមានន័យថាបើយើងចង់ប្រើប្រាស់ AI ក្នុងការសាកសួរអីយើងអាចប្រើប្រាស់កាមេរ៉ាសាកសួរផ្ទាល់ហ្មងឧទាហរណ៍ថាមានរបស់មួយដែលខ្ញុំអត់ស្គាល់ខ្ញុំចង់ដឹងព័ត៌មានបន្ថែមពីវាខ្ញុំក៏នឹងបើកកាមេរ៉ាទៅជាមួយនឹង Google Gemini Live នេះខ្ញុំអាចសាកសួរភ្លាមហើយ AI នឹងឆ្លើយខ្ញុំភ្លាមតែម្ដងហើយក្រៅពីនេះក៏មាន Circle to Search ដែរដូចទៅនឹងពពួក A series Circle to Search ហ្នឹងមានន័យថាយើងអាចធ្វើការសកាត់ប៊ូតុងខាងក្រោមនៃអេក្រង់នៃទូរស័ព្ទរបស់យើងទៅហើយយើងអាចគូសរង្វង់ត្រង់ណាមួយដែលយើងចង់ដឹងព័ត៌មានបន្ថែមករណីមួយទៀតដែលខ្ញុំពេញចិត្តដែរនៅពេលខ្ញុំអូសទៅខ្ញុំឃើញបទចម្រៀងណាដែលខ្ញុំអត់ដឹងចំណងជើងខ្ញុំអាចឲ្យ AI នឹងជួយរកឲ្យខ្ញុំបានដែលខ្ញុំចុចទៅលើប៊ូតុងចម្រៀងទៅវានឹងចាប់ផ្ដើមស្ដាប់ហើយប្រាប់ចម្រៀងខ្ញុំឬក៏មួយទៀតខ្ញុំអាចប្រើប្រាស់ក្នុងការបកប្រែភ្លាមក៏បានដូចគ្នាដែរនិយាយទៅវាងាយស្រួលមែនទែនត្រឡប់ទៅកាន់ផ្នែកកាមេរ៉ាម្ដងខាងក្រៅនេះគឺគាត់បានមកពាក់ដល់ទៅ3គ្រាប់ដែលវាមាន sensor goal ទំហំ50 megapixel 2 megapixel សម្រាប់ការថត macro និង5 megapixel ទៀតសម្រាប់ការថតប្លង់ទូលាយហើយនៅក្នុងនេះគេមកពាក់មកជាមួយនឹង OIS ឬក៏យើងហៅថា optical image stabilization នឹងឯងតែទៅមុខងារទប់លំនឹងណាចឹងពេលយើងថតរូបដៃយើងអង្គើអីក៏វាជួយច្រើនដើម្បីរូបរបស់យើងច្បាស់ករណីមួយទៀតនៅពេលយើងថតវីដេអូជាដើមដែលវីដេអូរបស់យើងហ្នឹងក៏វាមិនជាមានរំញោអីខ្លាំងដែរអញ្ចឹងវាជួយច្រើនសម្រាប់ខ្ញុំចូលចិត្តថតរូបចេញពី lens goal ច្រើនដោយសារតែសាច់រូបភាពវាម៉ត់ច្បាស់ពណ៌ចេញមកក៏ត្រឹមត្រូវច្រើនសម្រាប់ទំហំទុកវិញយើងអាចរើស 128 GB ក៏បានឬក៏ 256 GB ក៏បានដែរប៉ុន្តែបើក្នុងករណីយើងគិតថាវាអត់គ្រប់គ្រាន់សម្រាប់យើងអាចធ្វើការថែម memory card ក្រៅដល់ទៅ 2 TB ហើយមួយទៀតទូរស័ព្ទនេះអាចដាក់ SIM បានដល់ទៅ2ចំណុចពិសេសមួយទៀតដែលខ្ញុំសង្កេតឃើញនៅលើ Samsung Galaxy A17 នេះតើតើនៅមុខងារសុវត្ថិភាពដែលគេហៅថា Samsung Knox ដែលវាការពារទិន្នន័យរបស់យើងបានល្អមែនទែនទាំងផ្នែក software និង hardware ជាមានន័យថារាល់ឯកជនភាពរបស់យើងទាំងអ្វីផ្សេងៗនៅលើទូរស័ព្ទហ្នឹងគឺប្រកាសថាវាមានសុវត្ថិភាពខ្ពស់ណាបើនិយាយជារួមជាមួយនឹង Samsung Galaxy A17 ខ្ញុំអាចនិយាយបានថានេះជាទូរស័ព្ទលំដាប់ថវិការបស់ Samsung ដែលគាត់ផ្ដល់អារម្មណ៍ឲ្យអ្នកប្រើប្រាស់ដូចដែលយើងកាន់ទូរស័ព្ទកំពូលរបស់គាត់អញ្ចឹងប៉ុន្តែក្រៅពីហ្នឹងក៏យើងទទួលបានមុខងារសំខាន់ដូចជា AI សមត្ថភាពកាមេរ៉ាមួយដែលល្អប្រសើរហើយនឹងជាមួយប្រព័ន្ធសុវត្ថិភាពហ្នឹងក៏ខ្ពស់ផងដែរហើយបងប្អូនអាចរកទូរស័ព្ទនេះបានតាមបណ្ដាហាងដែលនៅជិតផ្ទះរបស់យើងបំផុតណាអរគុណច្រើនខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយទៀត